សៀមរាបជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរជាច្រើនដូចជាទេសចរបែបប្រវត្តិសាស្ត្រនិងទេសចរបែបធម្មជាតិថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាតំបន់ទេសចរបែបធម្មជាតិមួយកន្លែងដែលមានចម្ងាយប្រមាណ50គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបកំពង់ឃ្លាំងជារមណីយដ្ឋានទេសចរបែបធម្មជាតិមួយដ៏ល្បីល្បាញនៅក្នុងខេត្តសៀមរាបបែកខាងទន្លេសាបភូមិកំពង់ឃ្លាំងមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមខេត្តសៀមរាបកំពង់ឃ្លាំងមានទីតាំងនៅភាគខាងជើងនៃបឹងទន្លេសាបនិងមានភូមិចំនួន10មានប្រជាជនរស់នៅសរុបប្រមាណ 2826 គ្រួសារប្រជាជននៅទីនោះប្រមាណ 85% គឺប្រកបរបរនេសាទនិងកែច្នៃទិន្នផលត្រីធ្វើត្រីឆ្អើរឬប្រហុកនិងមួយចំនួនទៀតពឹងផ្អែកទៅលើវិស័យទេសចររួមមានសេវាកម្មជួលទូកកាណូតដឹកភ្ញៀវទេសចរនិងបម្រើសេវាកម្មរៀបចំផ្ទះស្នាក់ផងដែរតាមស្ថិតិដែលយើងគ្រប់គ្រងបាន 85% ជាអ្នកនេសាទ 85% ជាអ្នកនេសាទ ហើយ 15% ទៀតធ្វើស្រែទេសការលក់ដូរអូបាទដែលច្រើនគឺនេសាទនោះពួកយើងជាប់បឹងទន្លេសាបបាទពេលព្រលឹមស្រាងៗប្រជាជននៅទីនោះតែងតែយកទិន្នផលត្រីដែលពួកគាត់រកបានលើកមកឲ្យឈ្មួញដែលរងចាំទទួលទិញត្រីយកទៅលក់បន្តនៅក្នុងក្រុងសៀមរាបដើម្បីរកចំណូលមកទ្រទ្រង់ជីវភាពគ្រួសារភូមិកំពង់ឃ្លាំងក៏ជាទីតាំងផលិតត្រីឆ្អើរមួយដ៏ធំនៅក្នុងចំណោមទីតាំងផលិតត្រីឆ្អើរផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាផងដែរវាអត់ទេខ្ញុំនេះរੂទេបងយើងកាគេនេះរੂបានច្រើនគូ100យ៉ាង50គីឡូនោះ50គីឡូយើងធ្វើតាមនឹងទៅមានតិចធ្វើតិចមានច្រើនធ្វើច្រើនបាទធ្វើនេះត្រីឆ្អើរនេះយើងឆ្អើរជាប្រចាំថ្ងៃតែម្ដងក៏មិនហ៎វាមានរដូវវាបងរដូវពីរដូវណាទៅរដូវណាដែលយើងមានទិន្នផលត្រីច្រើនសម្រាប់ឆ្អើរពីខែ1មកពីខែ1រហូតមកដល់ខែ6អត់ឈប់មូលហេតុអីទៅបានឈប់ព្រោះថាពីខែ6ទៅហ្នឹងមានទឹកមានអីច្រើនហ្នឹងមិនបានយើងឈប់ខែភ្លៀងខ្យល់បងឆ្អើតកើតយើងខ្វាច់ភ្លើងអញ្ចឹងយើងប្រើភ្លើងយើងខ្យល់ខ្លាំងយើងអត់ហ៊ានដែរបាទហានទៅពីវាមើលមិនឃើញបាទមើលអត់ឃើញដែរកំពង់ឃ្លាំងជាឃុំមួយដែលមានសំណង់ស្ថាបត្យកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ឲ្យយើងទៅទស្សនានិងសិក្សាស្វែងយល់អំពីផ្ទះដែលមានជើងសសរខ្ពស់ៗនៅទីនោះពីនៅនេះវាធ្វើតែអញ្ចឹងឯងហើយធ្វើតែផុតទឹកបើមិនផុតទឹកទេខែទឹកធំយើងអត់មានអីនៅបាទសម្រាប់ទិដ្ឋភាពឃុំកំពង់ឃ្លាំងមិនថារដូវប្រាំងឬរដូវវស្សាគឺមានភាពស្រស់ស្អាតម្យ៉ាងម្នាក់ទៅតាមរដូវកាលបើយើងនិយាយរួមទៅខែនេះភ្ញៀវមកដល់ដូចខ្ញុំនិយាយខាងដើមអត់ចង់ទីទុះទេប៉ុន្តែវរៈបាទតែខ្ចាយប្រឡាក់ខ្ចាយប្រឡាក់ចូលចិត្តតែមើលភូមិទៅក៏បើដើរមើលជីវភាពអ្នកស្រុកគេដូចថាស្ងោហាច់ប៊ីធ្វើទឹកត្រីឆ្អើរត្រីទៅចូលមកណាបាទគេឆ្អើរត្រីក៏អីទៅគេដើរមើលតាមហ្នឹងឯងទៅបើខែផ្សាមកដល់គេជិះទូកហើយខែផ្សាមកជិះទូកបាទគេចង់មើលទេសភាពបាទ